ជាដំបូងនេះសូមអរគុណសន្តិភាពអរគុណនយោបាយឈ្នះឈ្នះដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិការនយោបាយឈ្នះឈ្នះនាំមកនៅសន្តិភាពនិងការឯកភាពជាតិពេញលេញសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីប្រិយមិត្តទ្រទស្សនិកជនជាទីគោរពនិងជាទីមេត្រីក្នុងដំណើរស្វែងយល់អំពីការអនុវត្តទូនាទីភារកិច្ចនិងវឌ្ឍនភាពតាមបណ្ដាអង្គភាពនានាក្នុងកងយុទ្ធពលខេមរភូមិន្ទនៅសប្តាហ៍នេះក្រុមការងារព័ត៌មានបទយកាអគ្គបញ្ជាការបានធ្វើដំណើរមកដល់បញ្ជាការដ្ឋានវរៈស្នាតូចស៊ើបការដែលជាកងឯកភាពមួយចំណុះឲ្យយុទ្ធភូមិភាគពិសេសចាជាការប៉ុណ្ណានៅក្នុងភារកិច្ចជាកងយុទ្ធពលខេមរភូមិន្ទកន្លងមកទោះបីភូមិសាស្ត្រទទួលខុសត្រូវមានភាពស្មុគស្មាញយ៉ាងណាក្តីក៏នីតិហ៊ានពលទាហាននៃវរៈស្នាតូចស៊ើបការយុទ្ធភូមិភាគពិសេសទាំងអស់បានបំពេញតួនាទីប្រកបដោយភាពទទួលខុសត្រូវខ្ពស់មានស្មារតីពុះពៀជំនះរាល់ឧបសគ្គប្រកបដោយទឹកចិត្តអង់អាចក្លាហានសម្រេចបាននៅភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យយ៉ាងត្រចះត្រចង់ជួបសម្ភាសជាមួយអ្នកយកព័ត៌មានអគ្គបញ្ជាការលោកវរៈស្នេហ៍តូម៉ៅសារ៉ាត់មេបញ្ជាការវរៈស្នាតូចស៊ើបការភូមិភាគពិសេសបានបញ្ជាក់ឲ្យដឹងថាអនុវត្តតាមបទបញ្ជានិងការដឹកនាំបញ្ជាផ្ទាល់ឯកឧត្តមសេនីយ៍ឯកពូសាបឌីមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយុទ្ធភូមិភាគពិសេសអង្គភាពបានយកចិត្តទុកដាក់ដល់ការបំពេញភារកិច្ចស្នូលសម្ដៅការងារការពារបូរណភាពទឹកដីការថែទាំសម្ភារៈគ្រឿងបំពាក់ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រទទួលខុសត្រូវការហ្វឹកហ្វឺនរៀនសូត្រការកសាងអង្គភាពការចូលរួមការងារសង្គមដើម្បីជួយប្រជាពលរដ្ឋក្នុងគ្រាជួបការលំបាកផ្សេងៗមុនដំបូងខ្ញុំបាទសូមអរគុណដល់ទីចាត់ការឃោសនាព័ត៌មានអគ្គបញ្ជាការដែលបានចុះមកសម្ភាសដល់អង្គភាពវរៈស្នាតូចស៊ើបការយើងខ្ញុំអញ្ចឹងយើងខ្ញុំសូមលើកឡើងអំពីវឌ្ឍនភាពរបស់អង្គភាពវរៈស្នាតូចស៊ើបការយើងខ្ញុំមានដូចខាងក្រោមទី1ការងារគ្រប់គ្រងកម្លាំងចឹងរាល់ថ្ងៃអង្គភាពបានប្រមូលផ្ដុំកម្លាំងទាំងអស់ចូលនៅក្នុងអង្គភាពត្រៀមប្រយុទ្ធរងចាំបទបញ្ជារបស់ថ្នាក់លើដាក់ចុះទី2អង្គភាពបែងចែកភារកិច្ចបែងចែកវេនប្រចាំថ្ងៃប្រចាំការប្រចាំ